លោកត្រាំស្នើបង្កើតក្រុមប្រឹក្សាសន្តិភាពបង្កក្តីបារម្ភដល់អង្គការសហប្រជាជាតិក្តីបារម្ភនឹងការវែកញែកបានរីករាលដាលយ៉ាងខ្លាំងក្នុងរង្វង់ការទូតអន្តរជាតិជុំវិញការបង្កើតស្ថាប័នថ្មីមួយដែលមានឈ្មោះថាក្រុមប្រឹក្សាសន្តិភាពក្រោមគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំដើមឡើយស្ថាប័ននេះត្រូវបានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិផ្ដល់អាណត្តិឲ្យត្រឹមតែជាយន្តការគ្រប់គ្រងសន្តិភាពក្នុងតំបន់ហ្គាហ្សាប៉ុណ្ណោះប៉ុន្តែយោងតាមព័ត៌មានចុងក្រោយវិសាលភាពនៃស្ថាប័ននេះកំពុងត្រូវបានពង្រីកយ៉ាងឆាប់រហ័សលើសពីការរំពឹងទុកសេចក្តីព្រាងធម្មនុញ្ញនៃក្រុមប្រឹក្សានេះមិនបានបញ្ជាក់ពីតំបន់ហ្គាហ្សានោះទេប៉ុន្តែបែរជាកំណត់តួនាទីក្នុងការរក្សាសន្តិភាពសកលដែលជាភារកិច្ចស្នូលរបស់អង្គការសហប្រជាជាតិទៅវិញចំណុចដែលធ្វើឲ្យអ្នកវិភាគមានការព្រួយបារម្ភបំផុតគឺរចនាសម្ព័ន្ធគ្រប់គ្រងដែលផ្ដល់អំណាចលើសលប់ទៅលើរូបលោកដូណាល់ត្រាំផ្ទាល់ក្នុងនាមជាប្រធានក្រុមប្រឹក្សាលោកមានអំណាចពេញដៃក្នុងការបដិសេធសេចក្តីសម្រេចផ្សេងៗការដកសមាជិកចេញដោយឯកតោភាគីនិងសូម្បីតែការជ្រើសរើសអ្នកបន្តតំណែងដោយខ្លួនឯងដែលជាសញ្ញានៃការក្តោបក្តាប់អំណាចជាសកលតាមបែបបុគ្គលនិយមខុសពីគោលការណ៍ពហុភាគីនិយមរបស់ UN ទន្ទឹមនឹងនេះសមាជិកភាពក្នុងក្រុមប្រឹក្សាសន្តិភាពនេះក៏ត្រូវបានកំណត់តាមរយៈប្រព័ន្ធហិរញ្ញវត្ថុផងដែរដោយប្រទេសដែលចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍ត្រូវបង់ប្រាក់រហូតដល់$1000 លានអាមេរិកបច្ចុប្បន្នមានប្រទេសប្រហែល35ហើយដែលបានយល់ព្រមចូលរួមក្នុងនោះមានដូចជាអារ៉ាប៊ីសាអូឌីតឥណ្ឌូនេស៊ីទួរគីអេស៊ីបនិងបេឡារុសខណៈដែលរុស្ស៊ីក៏បានបង្ហាញឆន្ទៈក្នុងការប្រើប្រាស់មូលនិធិដែលត្រូវបានបង្កដើម្បីទិញអាសនៈអចិន្ត្រៃយ៍ផងដែរផ្ទុយទៅវិញប្រទេសដែលជាសម្ព័ន្ធមិត្តប្រៃសណីរបស់អាមេរិកដូចជាបារាំងណូវេសនិងស៊ុយអែតបានបង្ហាញជំហរបដិសេធមិនចូលរួមឡើយដោយសារបារម្ភថាវាជាការបង្កើតប្រព័ន្ធស្របគ្នាដែលធ្វើឲ្យប៉ះពាល់ដល់ភាពស្របច្បាប់និងឥទ្ធិពលរបស់អង្គការសហប្រជាជាតិទោះជាយ៉ាងណាក៏ដោយអ្នកជំនាញបានកត់សម្គាល់ថាវាមិនមែនជារឿងងាយស្រួលឡើយសម្រាប់ក្រុមប្រឹក្សាសន្តិភាពក្នុងការជំនួសតំណែង UN ភ្លាមៗដោយហេតុថា UN មានបទពិសោធន៍និងយន្តការដ៏រឹងមាំក្នុងការគ្រប់គ្រងកម្លាំងសន្តិភាពរាប់ម៉ឺននាក់និងបណ្ដាញជួយសង្គ្រោះមនុស្សធម៌នៅទូទាំងសកលលោកយ៉ាងណាមិញវត្តមាននៃស្ថាប័នថ្មីនេះកំពុងក្លាយជាបញ្ហាប្រឈមថ្មីមួយសម្រាប់សន្តិភាពពិភពលោកដែលធ្លាប់តែផ្អែកលើស្ថាប័នអន្តរជាតិដែលបង្កើតឡើងតាំងពីក្រោយសង្គ្រាមលោកលើកទី2ខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមានហ្វ្រីជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រស់រានឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ